បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅព្រឹកនេះខ្ញុំចង់នាំយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយដើម្បីជួយហើយនឹងរំលឹកយើងទាំងអស់គ្នាទាំងខ្ញុំទាំងអស់លោកបងប្អូននៅក្នុងជីវិតរបស់យើងតែងតែជួបនៅបញ្ហាជួបនៅឧបសគ្គជួបនឹងការមានន័យថាភាពភ័យខ្លាចការព្រួយបារម្ភហើយយើងពិតជាព្រួយបារម្ភនៅក្នុងជីវិតរបស់យើងជាប្រចាំថ្ងៃយើងភ័យខ្លាចជាមួយនឹងបញ្ហាដែលយើងប្រឈមជាមួយជារៀងរាល់ថ្ងៃក៏ប៉ុន្តែខ្ញុំចង់នាំឲ្យបងប្អូនទៅអានអត្ថបទខគម្ពីរនៅក្នុងអេសាយចំពុក41ខ10បានចែងថាកុំភ័យខ្លាចអ្វីឡើយយើងស្ថិតនៅជាមួយអ្នកកុំព្រួយបារម្ភឲ្យសោះយើងជាព្រះរបស់អ្នកយើងនឹងជួយអ្នកឲ្យមានកម្លាំងរឹងប៉ឹងយើងជួយអ្នកយើងគាំទ្រអ្នកយើងនឹងសម្ដែងបារមីរុយុទ្ធធម៌ឲ្យអ្នកនេះគឺជាអត្ថបទព្រះគម្ពីរដែលព្រះមានព្រះបន្ទូលមកកាន់លោកអេសាយទៅកាន់ប្រជាជននៅក្នុងសម័យរបស់លោកថាព្រះអង្គគង់នៅជាមួយហើយកុំឲ្យយើងភ័យខ្លាចត្បិតព្រះអង្គគង់នៅជាមួយយើងគ្រប់គ្នានៅក្នុងសម័យកាលនេះយើងក៏នឹងជួបជាមួយនឹងបញ្ហាជួបជាមួយនឹងឧបសគ្គនៅក្នុងជីវិតក៏ប៉ុន្តែព្រះក៏រំលឹកយើងប្រាប់ថាព្រះអង្គក៏គង់នៅជាមួយយើងព្រះអង្គក៏នៅជាមួយយើងរហូតហើយព្រះអង្គប្រាប់ថាកុំឲ្យយើងព្រួយបារម្ភឲ្យសោះគ្រប់កិច្ចការទាំងអស់ធ្វើថ្វាយទៅកាន់ព្រះគ្រប់កិច្ចការទាំងអស់ធ្វើដើម្បីថ្វាយសិរីល្អទៅកាន់ព្រះហើយព្រះអង្គប្រាប់ថាព្រះអង្គនឹងប្រទានកម្លាំងឲ្យយើងមានកម្លាំងដែលរឹងប៉ឹងដូច្នេះសូមហើយបងប្អូនទុកចិត្តលើព្រះអង្គនឹងជួយយើងមិនត្រឹមតែព្រះអង្គប្រទានកម្លាំងទេប៉ុន្តែព្រះអង្គនឹងជួយយើងនៅក្នុងគ្រប់កិច្ចការទាំងអស់នៅក្នុងអត្ថបទព្រះគម្ពីរសុភាសិតបានចែងថាចូលនឹកដល់ព្រះអង្គក្នុងគ្រប់កិច្ចការដែលយើងធ្វើនោះព្រះអង្គនឹងត្រួសត្រាយផ្លូវដល់យើងដូច្នេះនៅកន្លែងនេះក៏ព្រះអង្គប្រាប់ថាព្រះអង្គនឹងជួយយើងគាំទ្រយើងព្រះអង្គនឹងគាំទ្រនឹងជួយយើងហើយដើម្បីឲ្យយើងអាចទៅដល់គោលដៅដែលព្រះអង្គចង់បានគោលដៅដែលព្រះអង្គសពហាតីដូច្នេះព្រះអង្គក៏នឹងសម្ដែងបារមីព្រះអង្គនឹងធ្វើការអស្ចារ្យនៅលើជីវិតខ្ញុំហើយនឹងអស់លោកបងប្អូនដែរនៅពេលណាដែលយើងទុកចិត្តលើព្រះអង្គហើយព្រះអង្គនឹងរកយុត្តិធម៌ឲ្យយើងទៀតព្រះអង្គនឹងរកយុត្តិធម៌ឲ្យយើងអ្នកណាដែលធ្វើឲ្យយើងឈឺចាប់អ្នកណាធ្វើឲ្យយើងទុកសោកទុកបុកម្នេញផ្សេងព្រះអង្គនឹងរកយុត្តិធម៌ឲ្យយើងបើយើងរកអយុត្តិធម៌រឿងណាមួយព្រះនឹងរកយុត្តិធម៌ឲ្យយើងដូច្នេះសូមនឹកចាំទៅដល់ព្រះអង្គជានិច្ចអាមែនសូមនឹកចាំទៅដល់ព្រះអង្គជានិច្ច